គ្រប់ជ្រុំសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តទៅនឹងវិស័យទូកងណាតោះយើងមកទស្សនាពីដំណើរការទាំងស្រុងតែម្ដងនៅក្នុងការផលិតទូកងដែលមានឈ្មោះថាថបដីសែនជ័យបារមីជំទាវម៉ៅណាសម្រាប់វីដេអូនេះដែរគឺជាការផលិតទូកងនៅក្នុងឆ្នាំ2024នោះទេពុកម៉ែបងប្អូនទាំងគ្នាដោយការផលិតនេះផងដែរគឺដោយក្រុមជាងលោកពូទ្រីសេងហៀបណាពុកម៉ែបងប្អូនទាំងគ្នាហើយសម្រាប់ទូកងមួយគ្រឿងនេះគឺមានចំណុះរហូតដល់77នាក់ដែលជាទូកមួយគ្រឿងតំណាងឲ្យខេត្តប្រសេះនុណាពុកម៉ែបងប្អូនដោយសពថ្ងៃសម្រាប់ទូកងមួយគ្រឿងនេះផងដែរគឺរក្សាទុកនៅក្នុងវត្តអំពរវ័នស្វាយដំណាក់ឃុំជំនិចស្រុកខូចឆ្មាខេត្តត្បូងឃ្មុំណាពុកម៉ែបងប្អូនសម្រាប់វីដេអូនេះផងដែរគឺមាន3-4ដំណាក់កាលរហូតដល់នៅក្នុងការយកទៅប៉ុណ្ណាងនៅឯរាជធានីភ្នំពេញណាប៉ុន្តែសម្រាប់លទ្ធផលយ៉ាងណាគឺខ្ញុំមិនសូវជាច្បាស់ការដែរទេដោយសារតែខ្ញុំមានតែវីដេអូនៅក្នុងការបង្ហាញឲ្យពុកម៉ែបងប្អូនទាំងគ្នាមើលនោះទេសម្រាប់ជាលទ្ធផលអីគឺខ្ញុំអត់ច្បាស់នោះទេអញ្ចឹងខ្ញុំសូមអត់និយាយនោះទេអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអាចទស្សនានៅវីដេអូនេះលេងបានមានពីការធ្វើទូករហូតទៅដល់ការទម្លាក់ទូករហូតទៅដល់ការអុំសាកល្បឿននៃទូកណានៅពេលដែលមិនទាន់មានគំនូហើយមានទាំងការដាក់ក្រុងពលីមានទាំងអំពរវ័នធីតារចនាមានជ័យចំណោះ83ចំណោះចិត្តជាងណាហើយនឹងមួយគ្រឿងទៀតគឺថបដីសែនជ័យបារមីជំទាវម៉ៅនឹងឯងដែលកំពុងតែធ្វើហ្នឹងណាហើយក៏មានរហូតដល់ការអុំសាកទឹកនៅឯរាជធានីភ្នំពេញផងដែរអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នេះទេអញ្ចឹងពុកម៉ែបងប្អូនទាំងនេះអាចទស្សនាលេងបានពីមួយដំណាក់កាលដែលខ្ញុំបានរៀបរាប់នៅខាងលើហ្នឹងណាហើយក៏អរគុណមែនទែនទៅកាន់បងប្រុសធីរីដែលបានផ្ញើវីដេអូឲ្យបងប្អូនណាអញ្ចឹងអរគុណច្រើនបងប្រុសគេច្បាស់គេនៅត្រង់ហ្នឹងហើយអំពូល20ឆ្នាំឥឡូវហើយច្បាស់ប្តីពូទីចឹងថារបស់នេះមិនថាតែមួយទេនោះហើយ